កម្រងមួយនេះមានឈ្មោះថាកូនត្រីដែលជាខ្សែភាពយន្តគំនូរជីវចលធំដំបូងគេបង្អស់នៅកម្ពុជាសាច់រឿងនេះនិយាយអំពីខ្សែជីវិតរបស់ក្មេងប្រុសម្នាក់ដែលមានឈ្មោះថារិទ្ធីជាក្មេងប្រុសម្នាក់ដែលបកកែហែទឹកចឹងគេនាំគ្នាហៅគាត់ថាកូនត្រីជាទូទៅលក្ខណៈរបស់តួអង្គអាស្រ័យទៅលើសាច់រឿងយើងយល់ពីសាច់រឿងថាតួអង្គហ្នឹងគាត់មានអត្តចរិតរបស់គាត់មិនហើយគាត់អាយុប៉ុណ្ណាលក្ខណៈតួអង្គគឺយើងធ្វើយ៉ាងម៉េចដើម្បីឲ្យវាងាយស្រួលក្នុងការធ្វើចលនាវាមិនមែនជាលក្ខណៈលម្អិតច្រើនមានភាពអញ្ញាញ៉ៃច្រើនជាលក្ខណៈបែបខ្មែរដែលមានភាពខុសប្លែកពីតួអង្គបរទេសសម្រាប់ខ្ញុំដោយសាររឿងនេះជារឿងប្រភេទវែងអញ្ចឹងគឺយើងចង់បង្កើត style មួយសម្រាប់នៃរឿងហើយនឹងយើងបញ្ចូលនៅអត្តសញ្ញាណខ្មែររបស់យើងផងដែរហើយយើងបានប្រើបច្ចេកទេសជាមួយពណ៌ជាមួយទឹកខ្មៅដើម្បីយើងបង្កើតអា texture ណាសម្រាប់ខ្ញុំសង្ឃឹមថា background និងសាច់រឿងទាំងមូលទទួលបានការចាប់អារម្មណ៍ដោយសារអ្វីដែលយើងបង្កើតទាំងអស់គឺយើងធ្វើដោយខ្លួនឯងទាំងអស់បង្កើតថ្មីទាំងអស់ចំពោះសាច់រឿងកូនត្រីនេះដែរសម្រាប់ខ្ញុំជាអ្នកធ្វើ storyboard ជាការងារទី1ដែលសាច់រឿងវែងដែលមិនដែលធ្វើពីមុនមកពីច្រើនខ្ញុំតធ្វើតែសាច់រឿងខ្លីៗនេះជាលើកទី1ដែលធ្វើភាពយន្តគំនូរជីវចលបែបវែងជាទូទៅសម្រាប់គំនូរជីវចលបែប 2D traditional នេះវាចំណាយពេលច្រើនដំណាក់កាលដែរតាំងពីដំបូងឡើយយើងត្រូវរក posting តួអង្គមួយគឺចំណាយពេលយូរដែរព្រោះយើងត្រូវរកពីអារម្មណ៍តួអង្គដែលគាត់ត្រូវដាក់អារម្មណ៍បន្ទាប់មកយើងថែម in between ហ្នឹងគឺយើងរកអាចន្លោះកណ្ដាលពីមួយរូបទៅមួយរូបហ្នឹងបន្តមកទៀតយើងចាប់បាន clean សម្អាតខ្សែវាស្អាតហើយយើងចាក់ពណ៌ដោយសារតែយើងត្រូវបដូរពណ៌ខ្សែពណ៌អញ្ចឹងវាចំណាយពេលយូរអញ្ចឹងវាច្រើនដំណាក់កាលឧទាហរណ៍ជាក់ស្ដែងដូចប្លង់មួយនេះអញ្ចឹងយើងចំណាយពេលសរុបរហូតដល់1សប្តាហ៍អានេះតែសម្រាប់តែតួអង្គមួយតែបើសិនជាមួយប្លង់នឹងមានតួអង្គច្រើននឹងវាអាចចំណាយពេលច្រើនជាងនេះវាតិចច្រើនអាស្រ័យទៅលើចលនារបស់តួអង្គពិបាកឬក៏ស្រួលប៉ុណ្ណឹងប្លង់ដែលពិបាកធ្វើជាងគេពីច្រើនគឺតាក់ទងនឹងមនុស្សចេតនាហើយនឹងបង្ហាញអារម្មណ៍ច្រើនឧទាហរណ៍ប្លង់មួយនៅក្នុងសាច់រឿងហ្នឹងគឺប្លង់របស់ម្ដាយរបស់ធីហ្នឹងគាត់ចាប់តាមជឿពោះកាត់កូនហើយយើងអត់ដឹងទឹកមុខស្ត្រីដែលជឿពោះកាត់កូនហ្នឹងយើងពិបាកសម័យអត់ដឹងថាទឹកមុខគាត់មិនអញ្ចឹងទាមទារឲ្យយើងហ្នឹងសម្ដែងដើម្បីឲ្យយើងអាចមើលឃើញទឹកមុខតួអង្គហ្នឹងរបៀបម៉េចដើម្បីយកគំរូពេលដែលយើងថតហ្នឹងមកធ្វើជាចលនានៅក្នុងរឿងនេះធ្វើទៅទៅនឹង 3D ដូចជាទូកម៉ូតូទឹកសមុទ្រអីចឹងដើម្បីផ្ដល់ភាពងាយស្រួលក្នុងការបង្វិលជុំឬក៏ចង់បានពីជ្រុងណាមួយចឹងយើងប្រើប្រាស់ជាមួយនឹងកម្មវិធី Blender ដើម្បីបង្កើតជា model ហើយយើងគូររូបពី Photoshop គូររូបដូចជា texture អីចឹងហើយយក texture ហ្នឹងបញ្ចូលទៅក្នុង model នៅក្នុង 3D ហ្នឹងដើម្បីឲ្យមើលទៅឃើញ 2Dសម្រាប់ខ្ញុំផ្ទាល់ខ្ញុំពេញចិត្តចំពោះគម្រោង Skinny Fin នេះពីព្រោះវាជាគម្រោងគំនូរជីវចលលើកទី1ដែលមានរយៈពេលវែងដែលពួកខ្ញុំបានធ្វើហើយមួយទៀតខ្ញុំពេញចិត្តចំពោះសាច់រឿងដែលសារសាច់រឿងទាំងមូលគឺមានគ្រប់រសជាតិសំខាន់គឺមានគំនិតអប់រំក្នុងនោះផងដែរហើយដើម្បីឲ្យគម្រោងនេះដំណើរការទៅមុខបានពួកយើងត្រូវការការគាំទ្រនិងការចូលរួមពីបងប្អូនទាំងអស់គ្នាសូមចូលរួមជាមួយពួកយើងនៅក្នុង website Kickstarter ដើម្បីរៃអង្គាសថវិកាដើម្បីធ្វើឲ្យគម្រោងនេះដំណើរការទៅមុខ